ខ្ញុំសូមជម្រាបសួរលោកគ្រូនិងបងប្អូនអរគ្នាដែលបានមកទស្សនាក្លឹបរបស់គីមីវិទ្យាដែលថ្ងៃនេះដែរនាងខ្ញុំនឹងមកនិយាយពី Star of Matter អញ្ចឹង Star of Matter ហ្នឹងគឺជាយើងនិយាយពីសមាធិរបស់កោសិកាអញ្ចឹងមុននឹងយើងដឹងគឺយើងដឹងថាសមាធិកោសិកាហ្នឹងគឺវាមានប៉ុន្មានវាមានប្រភេទអញ្ចឹងសមាធិរបស់កោសិកាហ្នឹងគឺមាន3យើងមើលទៅគឺរឹងដែលយើងប្រធៀបទៅនឹងតកដល់ពេលរាវវិញគឺជាសាធារណៈគឺជាទឹកដល់ពេលឧស្ម័នវិញគឺយើងប្រធៀបទៅនឹងខ្យល់ផ្សែងអូខេអញ្ចឹងយើងឥឡូវយើងមើលសាធារណៈម្ដងអញ្ចឹងសាធារណៈយើងឃើញ molecule ឃើញ molecule វាជាប់គ្នាអត់ទៅអញ្ចឹងមកចូលជាប់គ្នាហ្នឹងអញ្ចឹងរឹងគឺ molecule វាគឺនៅជាប់គ្នាដល់ពេលវារំលាយបានទៅជាទឹកអញ្ចឹងដល់ពេលដែលតកត្រូវក្តៅมันវារលាយទៅជាទឹកហើយអញ្ចឹងវាបានទៅជា molecule ហ្នឹងវានៅឆ្ងាយគ្នាដល់ពេលវារំហួសបានទៅជាខ្យល់ឧស្ម័នវិញគឺវាចាប់ដើមនៅបែកគ្នាហើយវាក៏ផ្ទាប់វាក៏ដែលផ្ទាល់ទៅជាអង្គធាតុរឹងវិញអញ្ចឹងដំណើរការរបស់វាហ្នឹងគឺ3ហ្នឹងវាតកតងគ្នាអញ្ចឹងចូលទៅដល់សារ៉ាចូលទៅដល់ព្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំជួយយកសារ៉ាជាសិស្សរៀនថ្នាក់ទី10ទីនៃវិទ្យាល័យប្រាំង4កម្មវិធីសាលារៀនចំនួនថ្មីនៅក្នុងគម្រោងគីមីវិទ្យានេះដែរពួកក្រុមរបស់ខ្ញុំបានធ្វើប្រធានបទដែលតកតងទៅនឹងរូបមន្ត molecule និងរូបមន្តលាតរបស់អាកាសតែមុននឹងយើងទៅដឹងថារូបមន្ត molecule និងរូបមន្តលាតរបស់អាកាសហ្នឹងយើងគួរតែសិក្សាអំពីនិយមន័យរបស់វាសិនចឹងអាកាសគឺជាអ៊ីដ្រូកាបមួយឆ្អែតដែលអាតូមកបោនីមួយរបស់វាចងសម្ព័ន្ធទៅវ៉ាឡាមួយចចំនួន4រវាងកាបូននិងកាបូននិងកាបូនអ៊ីដ្រូសែនចឹងយើងមិនថាកាបូនមួយនោះវាមានដៃចំនួន4ចឹងវាអាខ្លះវាចងជាមួយនឹងអ៊ីដ្រូសែនហើយខ្លះទៀតវាចងជាមួយនឹងកាបូនហេវីដែលរូបមន្តលាតហ្នឹងដែលយើងយកមកបង្ហាញនោះគឺមានចំនួន3មានមេតានអេតាននិងប្រូប៉ានដែលវាមានរូបមន្ត molecule របស់វាគឺខុសៗគ្នាដូចជាមេតានចឹងវាមានរូបមន្ត C54 អេតានវាមានរូបមន្ត C256 ហើយប្រូប៉ានវាមានរូបមន្ត C358 ហើយគោលបំណងដែលយើងធ្វើវាឡើងគឺដើម្បីឲ្យសិស្សកាន់តែយល់ច្បាស់អំពីរូបមន្តលាតរបស់អាកាសនិងនិយមន័យរបស់អាកាសផងដែរហើយក៏ដឹងពីបម្រើរបស់វាដែរដូចជារាល់ថ្ងៃហ្នឹងក្នុងជីវភាពប្រចាំថ្ងៃពួកយើងក៏បានប្រើប្រាស់អាកាសដែរដែលវាមានឈ្មោះថាប្រូប៉ានដែលវាមានភាពរូបជាឧស្ម័នហើយវាគឺជាហ្គាសអញ្ចឹងហ្គាសដែលយើងប្រើសប្តាហ៍ហ្នឹងវាគឺជាពពួកអាកាសអរគុណលោកគ្រូចា